រកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានដោយខ្លួនឯងបើអ្នកណាមកផ្ទះយើងញយកូនក៏មិនពេញចិត្តដែរព្រោះដូច្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតកាលដែលចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវមួយសម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរពពីរឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូចបីឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយការពោលសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយកូនចូលចាំថាភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្ត